lấy vật ra quạt bản này pe này máu này nhom thang con chó máu nhom hiền từ tôi qua nhom hiền là hàng từ tôi qua một bắp ta ngày na pe na quạt do lôi nhom tao hả nhom bay mau nhom đi qua na nhom đi qua na បងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់បានលើរឿងរបស់អង្គញាលេងណាវត្រាហើយដែលគាត់បានយកលុយពីអតិថិជនរួចហើយប៉ុន្តែមិនបានសាងសង់ផ្ទះទៅឲ្យគេវិញទេនេះវាអស់រយៈពេល4ឆ្នាំមកហើយតែភ្នែករាសនៅពេញគ្រប់ទីកន្លែងខ្ញុំពិតជាមានការអាណិតចំពោះប្រជាពលរដ្ឋខ្មែរខ្លាំងណាស់ខ្ញុំមិននឹកស្មានទេថាសង្គមរបស់យើងវាបានធ្លាក់ចុះដល់ថ្នាក់នេះលុយខំសន្សំពេញមួយជីវិតហើយក៏ត្រូវគេយកបាត់អស់រលីងពីខ្លួនតែម្ដងហើយផ្ទះក៏មិនអោយបងប្អូនបើយើងជាគេគឺយើងពិតជាមានអារម្មណ៍ថាឈឺចាប់និងខ្លោចផ្សាខ្លាំងណាស់យើងដឹងហើយថាអង្គញាលេងណាវត្រាគឺជាសេដ្ឋីដែលមានលុយរាប់សិបលានដុល្លារគាត់មានក្រុមហ៊ុនច្រើនណាស់មានទាំងផលិតកម្មចម្រៀងពេលបរិច្ចាគលុយម្ដងទាំងលានដុល្លារខ្ញុំគិតថាដល់ពេលហើយដែលយើងស្នើសុំឲ្យរដ្ឋាភិបាលលូកដៃទៅលើរឿងនេះខ្ញុំសូមណែនាំថារាប់អរយុទ្ធសម្បត្តិរបស់គាត់ទាំងអស់ដើម្បីយកលុយនឹងទៅសាងសង់ផ្ទះឲ្យអតិថិជនទាំងអស់គ្នាឲ្យបានឆាប់វាអត់រយៈពេល4ឆ្នាំទៅ5ឆ្នាំមកហើយរាជបានជំពាក់បំណុលគេពេញនឹងហើយមិនបានផ្ទះទៅតែសោះការរាប់អរយុទ្ធសម្បត្តិនេះគឺវាយុទ្ធធម៌ទេដែលមិនបានដាក់គាត់ចូលទ្រង់អ្វីទេការប៉ັດទៅរឿងទិញផ្ទះមិនបានផ្ទះនេះគឺវាបានកើតឡើងច្រើនខ្លាំងណាស់នៅក្នុងសង្គមរបស់យើងនេះហើយគឺជាមូលហេតុដែលកាលពី2ឆ្នាំមុនខ្ញុំបានធ្វើវីដេអូនៅភាគទី388អំពីដំណោះស្រាយទៅលើរឿងបែបអញ្ចឹងនិយាយឲ្យខ្លីទៅដំណោះស្រាយហ្នឹងគឺវាបែបនេះហាមមិនឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យទទួលយកលុយកក់ពីអតិថិជនដោយផ្ទាល់ទៀតទេតែបើចង់បានលុយកក់គឺត្រូវតែមានក្រុមហ៊ុនផ្សេងទៀតគឺជាអ្នកទទួលយកលុយកក់ហ្នឹងហើយក្រុមហ៊ុនហ្នឹងគឺមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឡើយនេះគឺជាប្រព័ន្ធដែលហុងកុងជាអ្នកបង្កើតគេបង្កើតវាឡើងមកពីព្រោះតែធ្លាប់មានរឿងបោកប្រាស់បែបអញ្ចឹងកើតឡើងច្រើនពេកនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យសាងសង់ផ្ទះឲ្យអតិថិជនរួចហើយទើបអាចមានសិទ្ធិដកយកលុយកក់ហ្នឹងពីក្រុមហ៊ុនទី3បានចាប់ពីថ្ងៃនេះទៅខ្ញុំសូមឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាកុំទិញផ្ទះឬខុនដូណាទាំងអស់បើសាងសង់មិនទាន់រួចកុំឃើញតម្លៃថោកឃើញគេបញ្ចុះតម្លៃក៏នាំគ្នាប្រថុយទិញយើងនាំគ្នារងចាំមើលដល់ផ្ទះទាំងអស់ហ្នឹងសាងសង់រួចហើយសិនទៅក៏វាមិនទាន់ហួសពេលដែរប្រសិនបើក្រុមហ៊ុនហ្នឹងត្រឹមត្រូវមានលុយប្រកបនោះគេនឹងសាងសង់ផ្ទះទាំងអស់ហ្នឹងរួចរាល់ហើយសិនហើយទៅបានគេលក់ដោយគេមិនចាំបាច់ត្រូវការលុយពីយើងដែលជាអ្នកតូចតាចនេះទេតែប្រសិនបើពេលអនាគតប្រទេសកម្ពុជាបានចេញច្បាប់ថ្មីថាមានក្រុមហ៊ុនទី3គឺជាអ្នកចាំទទួលលុយកក់ពីយើងការពារលុយយើងពេលដែលយើងអត់បានផ្ទះហើយក៏បានលុយនឹងវិញនោះចាំបងប្អូនទាំងអស់គ្នានាំគ្នាទិញទៅមិនអីទេប៉ុន្តែបើសិនគ្មានប្រព័ន្ធដូចបែបអញ្ចឹងនោះបងប្អូនមិនចាំបាច់ទិញទេ